Today facilitator អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការកែទៅលើ speaking and writing fluency របស់ unit ទី11 អញ្ចឹង section ដំបូងដោយ section fluency ផ្សេងៗទៀតដែរគឺកូនសិស្សចំណាយរយៈពេល6នាទីធ្វើការ share តាក់ទងជាមួយនឹងរឿងដែលគាត់បានអាននៅផ្ទះនឹងជាមួយពួកម៉ាក់របស់គាត់បន្ទាប់មកចូលមកដល់ section B គឺ facilitator ធ្វើការកែ homework ឲ្យកូនសិស្សរយៈពេល15នាទី homework កន្លែងហ្នឹងគឺនិយាយអំពី wrap up homework អូខេអញ្ចឹងខ្ញុំបានធ្វើវីដេអូចម្លើយរបស់ wrap up ហើយសូម facilitator ទៅមើលបន្ទាប់មកចូលមកដល់ section C section C គឺតាក់ទងជាមួយនឹង asking for more information សួរដើម្បីយកព័ត៌មានបន្ថែមអញ្ចឹងមុនដំបូងគឺ facilitator ត្រូវបញ្យល់កូនសិស្សបន្តិចតាក់ទងពីអ្វីដែលគេហៅថា asking for more information ហ្នឹងអញ្ចឹងខ្ញុំសូមបញ្យល់ facilitator If you ask for more information, you want to get more details about the story that someone is telling you. គេថាបើសិនជាអ្នកឯងសួរដើម្បីយកព័ត៌មានបន្ថែមគឺអ្នកឯងចង់ដឹងពីរឿងបន្ថែមហ្នឹងដាក់អំពីតាក់ទងជាមួយនឹងរឿងដែលនរណាម្នាក់កំពុងតែនិយាយប្រាប់អ្នកឯង To ask for more information ដើម្បីសួរសម្រាប់យកព័ត៌មានបន្ថែម you can ask WA question អញ្ចឹងយើងអាចសួរដោយប្រើ WA question អញ្ចឹង what for name and identity អញ្ចឹង what នេះ WA question what សម្រាប់ name ឈ្មោះជាមួយនឹង identity ហ្នឹងគឺដូចជាអត្តសញ្ញាណអញ្ចឹងបន្ទាប់មក when for time បើន័យថាយើងសួរ when ពេលយើងចង់ដឹងពីពេលវេលា where for place យើង use where នៅពេលដែលយើងចង់ដឹងពីទីកន្លែង who for people យើងប្រើ who បើសិនជាយើងចង់សួរពីនរណាម្នាក់ why for reason យើងប្រើ why នៅបើយើងចង់ដឹងពីហេតុផល how គឺ for ways of doing something យើងប្រើ how នៅពេលដែលយើងនិយាយយើងចង់ដឹងអំពីវិធីនៅក្នុងការធ្វើអីមួយអញ្ចឹងឧទាហរណ៍ A នេះគេនិយាយប្រាប់ B គេថា Did you watch the World Cup last night តើមានមើល World Cup ទេយប់មិញអញ្ចឹង B គេថា No I didn't B គេថាខ្ញុំអត់បានមើលទេអញ្ចឹងគាត់ចង់ដឹងព័ត៌មានតាក់ទងពី World Cup ហ្នឹងហើយអញ្ចឹងគាត់និយាយ What time was it air តើលេងនៅម៉ោងប៉ុន្មាន What channel was it on តើលេងនៅប៉ុស្តិ៍ណា What team were in the match តើក្រុមណាប្រកួតមួយក្រុមណា Who was the winner តើនរណាគេឈ្នះការប្រកួតហ្នឹងអញ្ចឹងនេះគឺជាការសួរតាក់ទងជាមួយនឹងព័ត៌មានអីមួយដែលយើងបើគេប្រាប់យើងទៅយើងឆ្ងល់យើងសួរដើម្បីយកព័ត៌មានបន្ថែមពីរឿងដែលគេប្រាប់យើងហ្នឹងអញ្ចឹងបន្ទាប់ពីបញ្យល់ហើយឲ្យកូនសិស្សធ្វើ exercise មក exercise គឺ work with a partner use the word in the box to fill in the blanks below អញ្ចឹងគាត់ត្រូវប្រើសំណួរដែលមាននៅក្នុងប្រអប់នេះយកមកបំពេញនៅកន្លែងប្រឡោះនៅខាងក្រោម conversation ខាងក្រោមអញ្ចឹងខ្ញុំសូមធ្វើការកែចម្លើយតែម្ដង A គេនិយាយ Hey did you watch the Star Talk show last night តើមានអ្នកឯងមានបានមើលកម្មវិធី Star Talk show ឯងយប់មិញទៅ B គេថា I didn't ខ្ញុំអត់បានមើលទេអញ្ចឹង B គេចាប់ផ្ដើមសួរតាក់ទងពីព័ត៌មានដែល A ប្រាប់ What is it អាហ្នឹងអីគេបន្ទាប់មក A គេថា It is a talk show វាគឺជាកម្មវិធីសម្ភាសន៍ It is interesting you should watch it វា interesting ណាស់អ្នកឯងគួរតែមើលវាអញ្ចឹង B គេថា Really ប៉ិតមែនអញ្ចឹង B គេសួរទៀត What TV channel was it broadcasted តើប៉ុស្តិ៍ណាវាលេងប៉ុស្តិ៍ណាកម្មវិធីហ្នឹងលេងប៉ុស្តិ៍ណាអញ្ចឹង A គេថា It was on TV 10 channel ប៉ុស្តិ៍លេខ10អញ្ចឹង B គេសួរបន្ត What time was it broadcasted លេងនៅម៉ោងប្រហែល A គេថា It was broadcasted from 8 p.m. to 9 p.m. ពីម៉ោង8ទៅម៉ោង9អញ្ចឹង B គេសួរទៀត What did they do in the show តើនៅក្នុងកម្មវិធីហ្នឹងគេធ្វើអីគេខ្លះអញ្ចឹង A គេថា In the show the host invite the celebrity to talk about their work life and their play some game អញ្ចឹងនៅក្នុងកម្មវិធីហ្នឹងពិធីករគេអញ្ជើញតារាល្បីៗយកមកនិយាយពីជីវិតការងាររបស់គេហើយនឹងលេងហ្គេមមួយចំនួនI couldn't help laughing every time I watch the show ខ្ញុំមិនអាចទប់សំណើចបានទេនៅរាល់ពេលដែលខ្ញុំមើលកម្មវិធីហ្នឹង B គេថា Well that sound fun I think I will watch it this week B គេថាមើលទៅស្ដាប់ទៅសប្បាយអញ្ចឹងខ្ញុំនឹងមើលវាអាទិត្យហ្នឹងអញ្ចឹងនេះគឺជាចម្លើយfacilitator ឲ្យកូនសិស្សធ្វើការជាមួយនឹងដៃគូហើយឲ្យគាត់បំពេញរយៈពេល3នាទីចាំកែចម្លើយឲ្យពួកគាត់អូខេចូលមកដល់ section D section D អ្វីដែលគាត់ត្រូវធ្វើគឺតាក់ទងជាមួយនឹង work with a partner and practice the conversation in C អញ្ចឹង2នាទីអ្វីដែលគាត់ធ្វើគឺគ្រាន់តែគាត់អាន conversation ដែលគាត់បំពេញហើយនឹងជាមួយនឹងដៃគូរបស់គាត់ទៅដូចជា practice speaking តិចតួចអញ្ចឹងឲ្យគាត់អាន2នាទីជាមួយនឹងគ្នាទៅចូលមកដល់ section E
Work with a partner, pick one situation to create a conversation in order to get more information ចឹងឲ្យគាត់ធ្វើការជាដៃគូបន្ទាប់មកឲ្យគាត់រើស situation មួយនៅក្នុងចំណោម situation ខាងទាំង4ខាងក្រោមដើម្បីឲ្យគាត់បង្កើតជាការសន្ទនាមួយដើម្បីសួរពីព័ត៌មានបន្ថែមអញ្ចឹងឧទាហរណ៍ Your class was cancelled yesterday បានន័យថាថ្នាក់អ្នកឯងត្រូវបានគេ cancel នេះបានន័យថាគ្រូ cancel ខ្លះបានន័យថាអត់ហ៊ានម្សិលមិញអញ្ចឹងឧទាហរណ៍ឲ្យកូនសិស្សអញ្ចឹង facilitator ត្រូវបញ្យល់ទេណាឲ្យមានអ្នក A B អញ្ចឹងឧទាហរណ៍មើលមួយសិនទៅឧទាហរណ៍ A គេថា The class was cancelled yesterday ដល់ពេលហើយ B ស្រាប់តា imagine ទៅគាត់ថាគាត់អត់មករៀនទេ really and ទៅគាត់សួរថា why it was cancelled អញ្ចឹងទៅគាត់ចេះតែសួរតាក់ទងមួយ information អញ្ចឹងណាអញ្ចឹងខ្ញុំសូមអាន situation ឲ្យទី2 you watched the sport program last night អ្នកឯងមើលកម្មវិធីកីឡាយប់មិញបន្ទាប់មកទី3 you watched the TV show last week អ្នកឯងមើលកម្មវិធីទូរទស្សន៍អាទិត្យមុនទី4 you watched the quiz show last week អ្នកឯងមើលកម្មវិធីលបងប្រាជ្ញាអាទិត្យមុនអញ្ចឹងឲ្យគាត់ create ទៅឲ្យគាត់និយាយឲ្យតែតាក់ទងជាមួយនឹង sim ដែលមាននៅក្នុងខាង4នេះអញ្ចឹងឲ្យគាត់ចំណាយរយៈពេលចំនួន5នាទីដើម្បីធ្វើការបង្កើតជា conversation ខ្លីៗមើលអាចមើលតាមលំនាំខាងលើបានអញ្ចឹងណាបន្ទាប់ពីឲ្យកូនសិស្សបង្កើតហើយអញ្ចឹងអាច select មួយ pair ឬក៏2 pair ឲ្យឡើងនិយាយនៅថ្នាក់ជារួមតែម្ដងអូខេបន្ទាប់មកចូលមកដល់ section F គឺ dialogue journal យើងបានដាក់ journal មួយកូនសិស្សសរសេរការពី wrap up homework ត្រូវហ៎អញ្ចឹង journal ហ្នឹងគឺសរសេរពី what type of television program that you like the most and what type of television program that you hate the most provide reason for your choice អញ្ចឹងកន្លែងហ្នឹងគឺឲ្យគាត់យក journal របស់គាត់មកគាត់សរសេរតាក់ទងពី topic ហ្នឹងឲ្យគាត់យកមកផ្លាស់ប្ដូរជាមួយនឹងពួកម៉ាក់របស់គាត់ហើយឲ្យពួកម៉ាក់គាត់សរសេរ comment លើ writing របស់គាត់ហើយគាត់សរសេរ comment ទៅលើ writing ពួកម៉ាក់គាត់ចូលចិត្ត writing ហ្នឹងអត់គាត់មាន experience ដូចគ្នាអត់ឬក៏ writing ហ្នឹងអាចមានអី improve ទៀតអត់ឲ្យគាត់សរសេរ comment ឲ្យគ្នាទៅរយៈពេលមាន5នាទីបន្ទាប់មកយើងចូលដល់ G គឺ writing គឺកូនសិស្សត្រូវសរសេរតែម្ដងកន្លែងនេះអញ្ចឹងអ្វីដែលកូនសិស្សទៅសរសេរគឺ write a paragraph describing your home ឲ្យគាត់សរសេរកថាខណ្ឌនិយាយរៀបរាប់ពីផ្ទះរបស់គាត់អញ្ចឹងគាត់បានរៀនហើយឲ្យ writing ហ្នឹងនៅក្នុងវីដេអូរយៈពេលនៃការសរសេរគឺ15នាទីប៉ុន្តែនេះគឺជា useful language use ដែលគាត់រៀននៅក្នុងវីដេអូអញ្ចឹងខ្ញុំកាត់យកមកដាក់ឲ្យគាត់អញ្ចឹងសូម facilitator រំលឹកគាត់ផងទៅត្រូវប្រើ present simple ហើយត្រូវប្រើ there is there are ដើម្បីនិយាយពីអ្វីដែលមាននៅក្នុងផ្ទះ there is គេប្រើជាមួយនឹង singular there are ប្រើជាមួយនឹង plural អីចឹងអូខេអញ្ចឹងរំលឹកកន្លែងហ្នឹងបន្តិចឲ្យកូនសិស្សបន្ទាប់ពីចំណាយរយៈពេល15នាទីទៅសេហើយគឺកូនសិស្សចូលមកដល់ G2 វិញម្ដង G2 នេះគឺនិយាយឲ្យសង្ខេបទៅគឺគាត់ត្រូវផ្លាស់ប្ដូរ writing ដែលគាត់ទៅសេហ្នឹងជាមួយនឹងពួកម៉ាក់របស់គាត់ហើយគាត់ត្រូវ edit writing របស់ពួកម៉ាក់គាត់ដោយពឹងផ្អែកទៅលើ writing checklist នេះអញ្ចឹងwriting checklist នេះ tick yes បើសិនជាសំណួរហ្នឹងបើចង់ឆ្លើយ yes tick yes បើអត់មានទេ tick no អញ្ចឹងខ្ញុំសូមបកប្រែសំណួរ Does the writer include a topic sentence តើអ្នកសរសេរហ្នឹងមាន topic sentence អត់បើ yes tick yes បើ no tick no មក Does the writer include supporting sentences តើ writer ហ្នឹងគេមាន supporting sentences អត់ Does the writer include a concluding sentence តើ writer ហ្នឹងគាត់មានរួមបញ្ចូល concluding sentence អត់Does the writer put the information in a logical order តើអ្នកសរសេរហ្នឹងគាត់រៀបព័ត៌មានចេញមកវាមានត្រូវតាមលំដាប់លំដោយអត់ស្ដាប់ទៅវាស្រួលយល់អត់ចឹងណាបន្ទាប់មកគឺ language use វិញម្ដង Does the writer use present simple to write តើអ្នកសរសេរហ្នឹងគឺគាត់ប្រើ present simple ក្នុងការសរសេរ Does the writer use the correct form of there is ឬក៏ there are តើអ្នកសរសេរហ្នឹងគាត់ប្រើទម្រង់ there is there are ត្រឹមត្រូវដែរឬទេអញ្ចឹងបើត្រឹមត្រូវ yes បើអត់ត្រឹមត្រូវ no ហើយកន្លោនខាងនេះគឺជាកន្លោនសម្រាប់ more comment បើគាត់មាន comment អីចង់ឲ្យពួកម៉ាក់គាត់ដើម្បីឲ្យការសរសេររបស់គាត់កាន់តែល្អអញ្ចឹងគាត់អាចសរសេរនេះបានអញ្ចឹងបន្ទាប់ពីគាត់ធ្វើការកែឲ្យគ្នាទៅវិញទៅមកហើយចូលមកដល់ G3 គឺគាត់ឲ្យកระดาษដែលគាត់កែទៅម្ចាស់ដើមវិញអញ្ចឹងគាត់បានកระดาษគាត់ហើយគាត់ត្រូវ read feedback ដែលមាននៅក្នុង writing checklist ហ្នឹង and discuss with your partner អញ្ចឹងគាត់ត្រូវ discuss មួយអ្នកដែលកែกระดาษគាត់ហេតុអីបានខ្ញុំខុសឡើងហ្នឹងអញ្ចឹងយើង discuss ទៅលើ feedback បើសិនជាយើងអត់យល់ពីអ្វីដែលគេចង់ឲ្យយើង improve រយៈពេល3នាទីបន្ទាប់មក G4 ចុងក្រោយគេបំផុតគឺ rewrite your writing based on the feedback
បន្ទាប់មកគឺសិស្សម្នាក់ត្រូវទៅ say writing គាត់ឡើងវិញកែកំហុសដែលមាននៅដែលពួកម៉ាក់គាត់បាន comment ឲ្យគាត់ហ្នឹងគឺគាត់ត្រូវកែតែកំហុសហ្នឹងទាំងអស់រយៈពេលនៃការសរសេរឡើងវិញហ្នឹងគឺ5នាទីអញ្ចឹងនេះគឺជាចុងបញ្ចប់នៃវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយសូមអរគុណ